ជំរាបសួរកូនសិស្សទាំងអស់គ្នាតោះយើងមកអានភាសាខ្មែរថ្នាក់ទី6អំណានធនធានធម្មជាតិនៅក្នុងដីប្រទេសកម្ពុជាមានក្រឡាផ្ទៃតូចជាងប្រទេសជិតខាងប៉ុន្តែសម្បូរទៅដោយភោគទ្រព្យរ៉ែផ្សេងភោគទ្រព្យទាំងនេះធ្វើឲ្យប្រជាជនមានមោទនភាពនិងមានទឹកចិត្តស្រឡាញ់ប្រទេសជាតិខ្លួនជាពិសេសប្រជាជនដែលរស់នៅតំបន់មានរ៉ែរាយដែកសម្បូរនៅស្រុករវៀងខេត្តព្រះវិហារនិងភ្នំជីស្រុកសណ្ដានខេត្តកំពង់ធំសប្តាហ៍ថ្ងៃក្រុមហ៊ុនចិនបានសង់រោងចក្រស្លដែកមួយនៅចំណុចប្រសព្វនៃខេត្តស្ទឹងត្រែងព្រះវិហារនិងកំពង់ធំរ៉ែមាសភាគច្រើនមាននៅស្រុករវៀងខេត្តព្រះវិហារស្រុកអណ្ដូងមាសស្រុកតាវែងខេត្តរតនគិរីនិងស្រុកថ្មបាំងខេត្តកោះកុងអ្នកស្រាវជ្រាវជនជាតិអូស្ត្រាលីបានផ្ដល់ព័ត៌មានថាក្នុងភូមិសាស្ត្រកាទីនិងមេម៉ង់ស្រុកកៅសីមាខេត្តមណ្ឌលគិរីមានមាសប្រហែលជាង8លានតោននៅភ្នំយ៉ាតបយ៉ាខាបតាំងស៊ូក្នុងខេត្តបៃលិនពីមុនមានរ៉ែត្បូងល្អប្រណិតនិងមានតម្លៃជាងគេដូចជាត្បូងទទឹមនិងត្បូងកណ្ដៀងនៅស្រុកបកែវកូនមុំនិងលំផាត់ខេត្តរតនគិរីក៏សម្បូរត្បូងធម្មជាតិដែរពេលថ្មីនេះនៅស្រុកគិរីវង្សខេត្តតាកែវគេបានរកឃើញរ៉ែត្បូងមួយចំនួនតែគុណភាពអន់ជាងត្បូងនៅរតនគិរីនិងបៃលិនក្រៅពីធ្វើគ្រឿងអលង្ការសម្រាប់ពាក់លម្អគេបាននាំយកត្បូងទាំងនេះទៅលក់នៅឯបរទេសទៀតផងនៅបាតសមុទ្រខ្មែរនិងនៅបឹងទន្លេសាបគេបានរកឃើញរ៉ែពិសេសមួយទៀតគឺរ៉ែប្រេងកាតនិងឧស្ម័នធម្មជាតិបច្ចុប្បន្នក្រុមហ៊ុនបរទេសមួយចំនួនកំពុងធ្វើវិនិយោគទុនដើម្បីបូមប្រេងកាតនិងឧស្ម័នពីបាតសមុទ្រខ្មែរយើងជាខ្មែរត្រូវមានការប្រុងប្រយ័ត្នជានិច្ចក្នុងការទាញយកភោគទ្រព្យធម្មជាតិដ៏មានតម្លៃទាំងនេះដោយមិនជាយករ៉ែដែលនៅខ្ចីឬខុសបច្ចេកទេសដែលធ្វើឲ្យហិនហោចខាតបង់ដល់ប្រទេសជាតិនៅថ្ងៃអនាគតនោះទេ